លោកត្រាំដែលជាបរិះខ្លាំងនៃប្រធានាធិបតីសហរដ្ឋអាមេរិកបានពង្រាយទោសបន្ថែមនៅលើទីក្រុង Los Angeles ខណៈដែលការតវ៉ាកំពុងតែកើនឡើងកម្ដៅខ្លាំងលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ពង្រាយសមាជិកឆ្មាំជាតិចំនួន 2,100 នាក់ផ្សេងទៀតនិងទាហាន Marine អាមេរិកចំនួន 700 នាក់នៅក្នុងអ្វីដែលអាជ្ញាធរបានដាក់ឈ្មោះថា Task Force 51 ដែលក្នុងនោះមានន័យថាការផ្ដល់ការគ្របដណ្ដប់ជាបន្តបន្ទាប់នៃតំបន់ខណៈដែលភាពចលាចលនិងការតវ៉ាកាន់តែកើតមានយ៉ាងរញ៉េរញ៉ៃនៅទីក្រុង Los Angeles ភាពតានតឹងរវាងមន្ត្រីក្រុង Washington និងរដ្ឋ California បានកើតឡើងនៅពេលដែលក្រុមបាតុករបានដើរតាមផ្លូវដើម្បីប្រឆាំងតវ៉ានឹងការចាប់ខ្លួនជាបន្តបន្ទាប់នៃការអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិកដែលហៅកាត់ជាភាសាអង់គ្លេសថា ICE ដែលភាគច្រើនផ្ដោតលើកម្មករចំណាក់ស្រុកនៅទីក្រុង Los Angeles ដែលមករស់នៅដោយខុសច្បាប់ការតវ៉ាដោយសន្តិវិធីដំបូងបានប្រែទៅជាហិង្សានិងភាពរញ៉េរញ៉ៃជាមួយនឹងការតានតឹងយ៉ាងខ្លាំងដែលកើតឡើងដែលនាំឲ្យមានការអនុវត្តច្បាប់ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកគ្រាប់កាំភ្លើងជ័រព្រមទាំងបិទមជ្ឈមណ្ឌលនៃទីក្រុង Los Angeles ដែលជាតំបន់ប្រមូលផ្ដុំចាប់តាំងពីពេលនោះមកលោក Donald Trump បានដាក់ពង្រាយទាហានឆ្មាំជាតិអាមេរិកប្រហែល 2,000 នាក់ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងការប្រឆាំងនឹងអ្វីដែលគាត់និយាយថាមនុស្សខុសខើកាលពីថ្ងៃច័ន្ទអភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយថាលោកត្រូវបានជូនដំណឹងបន្ថែមថាសមាជិកឆ្មាំជាតិកំពុងតែធ្វើដំណើរមករដ្ឋ Los Angeles នេះហើយ Newsom ហៅវត្តមានរបស់កងទ័ពនៅតាមដងផ្លូវនៃទីក្រុង Los Angeles ថាគឺជាទង្វើខុសច្បាប់និងអសិលធម៌បំផុតនៅក្នុងការបង្ហោះនៅលើប្រព័ន្ធ X លោកបាននិយាយថាការធ្វើឲ្យសកម្មរបស់ទាហាន Marine អាមេរិកនៅក្នុងទីក្រុង Los Angeles គឺជាការស្រមើស្រមៃនិងវង្វេងស្មារតីរបស់លោក Trump ដែលជាប្រធានាធិបតីផ្ដាច់ការលោកបានបន្ថែមថានេះលោក Donald Trump មិនមែនជាជនជាតិអាមេរិកនោះទេហើយក៏មានការឆ្លើយតបភ្លាមៗពីសំណាក់លោកប្រធានាធិបតី Donald Trump ដោយភ្ជាប់ជាមួយនឹងសារឌឺដងថាទីក្រុងនឹងត្រូវបានបំផ្លាញទាំងស្រុងប្រសិនបើគាត់មិនបញ្ជូនសមាជិកឆ្មាំជាតិទៅជួយសង្គ្រោះនៅទេលោកបាននិយាយថានៅក្នុងការបង្ហោះនៅលើវេទិកាផ្ទាល់ខ្លួន Truth Social ខ្ញុំសន្យាថាពួកគេនឹងទទួលរងការវាយប្រហារយ៉ាងខ្លាំងជាមុនក្នុងន័យនេះពួកគេគឺបានន័យសំដៅទៅលើពួកបាតុករដែលកំពុងតែធ្វើការតវ៉ានោះឯងយូសុំបានទាមទារនៅក្នុងការបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ X ថាបោះបង់ការបញ្ជាទិញនេះហាក់ដូចជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលឆ្មាំជាតិរបស់សហរដ្ឋអាមេរិកត្រូវបានដំណើរការដោយគ្មានការស្នើសុំពីអភិបាលនៃក្រុងរបស់ខ្លួនលោក Newsom បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានប្រកាសថារដ្ឋ Los Angeles របស់គាត់នឹងប្តឹងត្រាំឲ្យលុបចោលការដាក់ពង្រាយឆ្មាំជាតិដែលជាទង្វើអសិលធម៌របស់លោក Donald Trump នោះបើយោងតាមមេធាវីអគ្គមេធាវីរដ្ឋ California លោក Rob Bonta បាននិយាយថារដ្ឋ Los Angeles មានគោលបំណងបន្តការហាមឃាត់ដើម្បីទប់ចោលសកម្មភាពខុសច្បាប់របស់ប្រធានាធិបតីដែលគ្រប់គ្រងសហព័ន្ធឆ្មាំជាតិ California លោកបានបន្ថែមថាมันមានការឈ្លានពានរបស់ជនចំណាក់ស្រុកឬការបះបោរដើម្បីធានាការកាន់កាប់នោះទេលោកបានបន្តទៀតថាបណ្ដឹងនេះបានខ្លាចជាការចាំបាច់នៅពេលដែលលោក Donald Trump បង្កើនចំនួនទាហាននិងឆ្មាំជាតិដែលនាំឲ្យមានភាពចលាចលកាន់តែវឹកវរនៅក្នុងទីក្រុងរបស់គាត់ Trump និងលោក Tom Homan ដែលជាស្ដេចព្រំដែនរបស់គាត់បានលេងសើចជាមួយនឹងNewsom អំពីលទ្ធភាពនៃការចាប់ខ្លួនអភិបាលខេត្តប្រសិនបើគាត់ជឿជ្រែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធលោក Donald Trump បាននិយាយថាខ្ញុំនឹងធ្វើវាប្រសិនបើធំធ្វើទង្វើខុសច្បាប់ហើយខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់ការបណ្តេញចេញ Newsom
ដែលជាអភិបាលរដ្ឋ Los Angeles បានឆ្លើយតបទៅក្នុងការបង្ហោះនៅលើ X ដោយនិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកទើបតែបានអំពាវនាវឲ្យចាប់ខ្លួនរដ្ឋាភិបាលដែលកំពុងតែអង្គុយដោយគ្មានធ្វើអ្វីនេះជាថ្ងៃដែលខ្ញុំសង្ឃឹមថាខ្ញុំមិនដែលឃើញនៅអាមេរិកទៅចុះ